បាត់បងនេះគឺជា function stock adjustment វាគឺជា function ចាស់ទេគ្រាន់តែវាបដូរទីតាំងពីមុនគឺវានៅក្នុងតាម detail ប្រដាប់មួយមួយប៉ុន្តែឥឡូវវាមកនៅខាងក្រៅនេះបងអញ្ចឹង stock adjustment វាគ្រាន់តែបដូរ UI ក៏ដូចជាកន្លែង adjust stock ចំណុចមួយចំនួនទេអញ្ចឹងខ្ញុំនឹងបង្ហាញបងគ្រាន់តែ add stock adjustment មក add ប្រដាប់អញ្ចឹងកន្លែងនេះបងអាចធ្វើការ add ប្រដាប់របស់បងថាប្រដាប់របស់បងមួយណាចង់ធ្វើការ adjust stock ចេញឬក៏បងចង់ធ្វើការបូក stock បញ្ចូលអញ្ចឹងកន្លែងនេះបងអាចធ្វើការ search ឈ្មោះរបស់ប្រដាប់របស់បងក៏បានឬក៏បង search ឈ្មោះកូដប្រដាប់របស់បងក៏បានដែរបងកន្លែងហ្នឹងណាអញ្ចឹងបើសិនជាបងចង់ find ហៅប្រដាប់មួយទៀតគឺនៅកន្លែងនេះបើសិនជាកន្លែងហ្នឹងបងពិបាកហៅបងអញ្ចឹងបងអាចធ្វើការ find ប្រដាប់កន្លែងនេះអញ្ចឹងបងចុច find ប្រដាប់មកអញ្ចឹងបងអាចធ្វើការ search ឈ្មោះក៏បានកូដក៏បានឬក៏បងអាច filter តាម category ប្រដាប់របស់បងឬក៏ brand អញ្ចឹងខ្ញុំ filter brand អញ្ចឹងវានឹង list ប្រដាប់របស់បងមួយណាដែលស្ថិតក្នុង brand មួយហ្នឹងអញ្ចឹងក៏បងចុច select មកអញ្ចឹងវានឹងជាប់ឧទាហរណ៍ខ្ញុំ adjust stock បូកអញ្ចឹងបូក2ថ្ងៃ adjust stock បូកចូល note return អញ្ចឹងបង sell មកហើយបង confirm អញ្ចឹង stock របស់បងវានឹងបូកបញ្ចូលចំនួន2ឯងបងអញ្ចឹងកន្លែងហ្នឹងជាកន្លែងធ្វើការ adjust stock ចូលឬក៏បងធ្វើការ adjust stock ចេញ